បើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុក្ខក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវ ក
ផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅ
បើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់
ត្បិតថាកំហុសធ្វើឲ្យអ្នកឈឺចាប់មែនតែវាបានប្រាប់អ្នកពីចំណុចខ្វះខាតហើយអ្នកអាចយកវាជាមេរៀនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនៅពេលក្រោយបើធ្វើខុសហើយត្រូវតែហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាទៅហើយក៏គ្មានប្រយោជន៍អ្វីនឹងដេកក្តៅក្រហាយស្ដាយក្រោយឡើយព្រោះបើស្ដាយទៅក៏គ្មានកែអ្វីកើតដដែលម្យ៉ាងទៀតបើមានអ្នកណាហ៊ានប្រាប់កំហុសអ្នកគួរអរគុណគេទោះបីគេប្រាប់ដោយពាក្យល្អឬពេលខ្លះមិនល្អក៏ដោយមនុស្សបានប្រសើរខ្ពង់ខ្ពស់ដោយបានរៀនសូត្រពីកំហុសខ្លួនឯងនិងពីកំហុសអ្នកដទៃកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់គិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេ
ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកថ្ងៃមនុស្សយើងសម័យទំនើបហ្នឹងមានបញ្ហាមួយរឿងគេងមិនលក់ហ្នឹងច្រើនគ្នាណាវាអាចបណ្ដាលមកពីឧទាហរណ៍ថាអ្នកនឹងជួយចិត្តប្រើទូរស័ព្ទឆែក Facebook YouTube ច្រើនពេកហើយដល់ពេលភ្នែកហ្នឹងវាមើលទៅឃើញពលឺអញ្ចឹងវាប្រាប់ទៅគូក្បាលថាពេលថ្ងៃឯងកុំអាលដេកអញ្ចឹងយូរទៅខកយូរទំនេកយូរទៅនាំឲ្យគេអត់សូវលក់សុខភាពអត់សូវល្អហើយមានបញ្ហាប៉ះពាល់ទាំងផ្លូវកាយទាំងផ្លូវចិត្តអញ្ចឹងវាតថាយើងកាត់បន្ថយកុំសូវប្រើច្រើនពេកពេលយប់បោះវាចូលគៀនជាងឬក៏ស្ដាប់អីបន្លំស្ដាប់ធរស្ដាប់អីអញ្ចឹងទៅអាហ្នឹងជំនួសកុំឲ្យធ្វើម៉េចកុំឲ្យភ្លើងវាចូលក្នុងភ្នែកយើងទី2អាចរឿងតកតងនឹងរឿងគិតច្រើនស្មុគស្មាញពិបាកវល់រវើរវាយតែអាហ្នឹងក៏នាំឲ្យគេអត់ស្រួលដែរចឹងគាត់ថារៀបចំចិត្តគំនិតមួយទឹកអីស្រួលបួលហើយក្នុងធម៌ឲ្យចេះរំលឹកគុណបរតនត្រ័យលើកដៃប្រណម្យគុណមេត្តាបិតាជូនបុណ្យដល់មនុស្សសត្វទេវតាអីទាំងអស់សូមឲ្យបានសុខទៅរៀនធ្វើសមាធិខ្លីទៅក៏បានដែរដកដង្ហើមចេញដង្ហើមចូលហើមចេញហើមចូលហើមចេញហើមចូលទៅក៏ជាវិធីសាស្ត្រមួយធ្វើឲ្យចិត្តហ្នឹងមិនសូវរវើរវាយច្រើនស្ដាប់ធម៌ក៏ជួយបានច្រើនដែរគេក៏ឆាប់លក់មិនមែនបានន័យថាយើងយកធម៌មកដើម្បីជាថ្នាំមួយគេទេប៉ុន្តែថាវាជាងរវើរវាយអត់ប្រយោជន៍យើងស្ដាប់ធម៌ទៅចិត្តវាស្ងប់ហើយមួយទៀតរឿងការប្រើហូបកខ្វេហូបតែច្រើនពេកពេលមុនគេហ្នឹងគេមិនឲ្យហូបទេព្រោះថាហ្នឹងវាជាតិកាហ្វេអ៊ីនហ្នឹងវាធ្វើឲ្យគូក្បាលយើងភ្លឺវាអត់គេងទេចំណុចមួយដែលសំខាន់កុំ
កុំទម្លាប់គេងខុសពេលគ្នាតែមួយថ្ងៃគេងបាននេះមួយថ្ងៃទៀតគេងបាននោះយូរវាច្បោកច្បល់វាអត់ដឹងថាថ្ងៃម៉ោងណាត្រូវគេងពិតប្រាកដអញ្ចឹងតើកំណត់ម៉ោងតែពេលហ្នឹងត្រូវដល់ពេលសម្រាកគឺត្រូវចូលសម្រាកមានការងារអីចាំស្អែកចាំគិតបន្តទៅទៀតបើមិនចឹងទេយើងខូចខួរក្បាលប្រព័ន្ធខួរក្បាលយើងវាលែងស្ដាប់យើងវាអត់មានទម្លាប់ឲ្យវាធ្វើតាមសុខភាពផ្លូវកាយក៏អាចប៉ះពាល់ដល់ទំនេរដែរឧទាហរណ៍ថាឈឺជង្គង់ឈឺសរសៃឈឺអីហ្នឹងចុករយហ្នឹងគេងក៏មិនងាយលក់ស្រួលដែរអញ្ចឹងបើយកល្អយើងព្យាបាលទៅហើយមានពេលហាត់ប្រាណឲ្យបានប្រចាំបើប្រសង់វិញលោកនិមន្តដើរចង្ក្រមអីដិតបណ្បាតអីចឹងទៅហើយយើងជាបាសកបាសកានមានវិធីសាស្ត្រច្រើនណាស់ហាត់ប្រាណនឹងបើមិនចឹងទេឈឺណាសូម្បីសម័យព្រះលោកអាពាតច្រើនណាអញ្ចឹងពេទ្យមកប្រាប់ថាព្រះអង្គអើយលោកអាពាតច្រើនណាសូមព្រះអង្គអនុញ្ញាតឲ្យមានផ្លូវចង្ក្រមទៅអនុញ្ញាតឲ្យមានផ្ទះភ្លើងចន្តាខរៈហ្នឹងប្រហែលនឹងsteam sauna រាល់ថ្ងៃហ្នឹងពីសម័យព្រះប៉ុន្តែគេសម័យព្រះគេមិនធ្វើពីម៉ាស៊ីនទេគេធ្វើពីអុជដុតភ្លើងអញ្ចឹងទៅលោកក្តៅបែកញើសអញ្ចឹងហើយបញ្ចេញជាតិញើសជាតិពុលមកព្រះអង្គក៏អនុញ្ញាតដែរអញ្ចឹងសុខភាពផ្លូវកាយវាមានតំណែងជាមួយនឹងសុខភាពផ្លូវចិត្តបើកាយឈឺទៅក៏វាធ្វើឲ្យអាចបាក់ទឹកចិត្តដែរអ្នកខ្លះបាក់ឈឺច្រើនពេកបាក់ទឹកចិត្តចងកសម្រាប់ខ្លួនលេបថ្នាំអីបន្ថែមពេលខ្លះឈឺចិត្តពេកមួម៉ៅក្តៅក្រហាយវាប៉ះពាល់ដល់ផ្លូវកាយមកវិញអញ្ចឹងសម្រួលគ្នាបើឈឺកាយទៅព្យាបាលហើយហ៊ានកុំភ័យកុំព្រួយកុំតក់ស្លុតអញមើលទៅមិនរស់ទេងាប់ហើយបើយើងតក់ស្លុតភ័យអញ្ចឹងអានឹងជំងឺនឹងបានចាត់កាន់តែខ្លាំងហើយបើយើងថាមានបញ្ហាផ្លូវចិត្តទេធ្វើម៉េចចិត្តហ្នឹងវាមានបញ្ហាទៅជួបលោកគ្រូពេទ្យទៅស្ដាប់ពធទៅធ្វើសមាធិទៅហាត់ប្រាណទៅមិត្តភ័ក្តិអញ្ចឹងទៅហើយអញ្ចឹងកុំមួម៉ៅតុកស៊ុចតុកស៊ិចញញីញញ័រពេកអាហ្នឹងបាបហ្នឹងវាមានកម្លាំងតែកាលណាយើងភ័យច្រើនពេកហ្នឹងអញ្ចឹងជាសរុបមកវិញទម្លាប់គេងឲ្យទៀងម៉ោងកុំហូបខ្វេហូបតែមុនពេលចូលគេងកុំប្រើទូរស័ព្ទនៅពេលមុនសម្រាកសម្រានហ្នឹងហើយហ៊ានសម្រួលកាយសម្រួលចិត្តហ៊ានស្ដាប់ធម៌ហ៊ានធ្វើសមាធិពេលមុនចូលគេងចែកបុណ្យចែកកសលដល់មនុស្សទេវតាទាំងអស់សូមឲ្យបានសុខទៅនមស្ការបរតនត្រ័យហើយមុននឹងគេងហ្នឹងបើអាចហាត់ប្រាណដើរចង្ក្រមអីក៏ល្អដែរវាធ្វើឲ្យយឺតសៃឈាមស្រួលខួរក្បាលយើងដំណើរការល្អមិនសូវកើត stress ច្រើនទេហើយគេឆាប់លក់អនុមោទនាយុវជនមួយចំនួនផ្ញើសារមកថ្មតែតងរឿងដូចតែគាត់ខ្វះភាពកក់ក្ដៅក្នុងគ្រួសារមើលទៅអាយុមិនច្រើនទេ10ចន្លោះ10ទៅ20ប៉ុណ្ណឹងឯងគាត់ថាម៉ែឪរវល់តារស់ស៊ីវល់វក់ការងារទៅគាត់ភ្លេចមានពេលវេលាសម្រាប់កូនអញ្ចឹងធ្វើឲ្យកូននឹងកើតទៅជាជំងឺ stress ស្ងួតសង្ងាត់នៅម្នាក់ឯងមានករណីមួយទៀតគាត់ថាឪពុកម្ដាយនឹងហាក់ដូចជាយកចិត្តទុកដាក់ចំពោះកូនមួយហើយមិនសូវយកចិត្តទុកដាក់ជាមួយកូនមួយដល់អញ្ចឹងប៉ះពាល់សតិអារម្មណ៍របស់កូននឹងអញ្ចឹងខ្ញុំថាភាពគិតតែចេះអាចជារឿងមួយថាឪពុកម្ដាយរវល់ចិញ្ចឹមកូនចិញ្ចឹមចៅមុខរបររស់ស៊ីទៅគាត់ខ្លាចមិនមានលុយកាក់គ្រប់គ្រាន់ផ្គត់ផ្គង់អញ្ចឹងផឹងទាំងសងខាងទាំងម៉ែទាំងឪអញ្ចឹងពេលខ្លះវាអាចបាត់បង់ពេលវេលាចំពោះកូនកន្លែងហ្នឹងក៏កូនគួរតែគិតពិចារណាដែរថាម៉ែឪផឹងហ្នឹងដែលបាត់ពីផ្ទះហ្នឹងក៏មិនមែនដើម្បីអ្នកណាដែរគឺដើម្បីកូននឹងឯងបើក៏មួយយ៉ាងដែរខ្ញុំគិតថាបើអាចគួរតែមានពេលវេលាសម្រាប់ជជែកហូបចុកជាមួយគ្នាបើនៅក្នុងការសិក្សាតាំងពីទូចមកគេឲ្យឪពុកម្ដាយធ្វើការhomework អីជាមួយកូនដើម្បីឲ្យមានទំនាក់ទំនងជាមួយល្អជាមួយកូនពេលខ្លះទៅយើងអត់សូវមានគេហៅក្នុងភាសាអង់គ្លេសហៅ quality time ពេលវេលា
đồ bay nơi cho mùi cô nó về ọt miền này bên nấu nó cho ta tê lê từ sạp từ computer từ mơ từ tua cho ngà cô nó về nơi đòi cô dương nơi đòi dương về ọt miền à tầm nẹ tầm đồn chết sanh cho mùi khỉ chẳng phiệp lụt lọt bỏ cô nó về Asrai nơi lư phiệp snal hay nâng cạp chẳng rõm hay nâng tầm nẹ tầm đồn lọ rồi về bụng đài nâng cô nâng đài nhưng cái đó thật chụp cái này để ở bụng đài phẳng thưa càng nghi bờ krom hôn buồn phèm bụng mũi bụng pal bên là cồn đôi ta có là vuol pe cột vuol yu tới cồn nâng lên sơ đăng pi cồn là bụng đài số bảy đó ngày mà đài slap nâng cô thò mà đá có kết tham với chỉ riêng mùi để thử màu của rụp côn đấy có thả thế bữa miền kê miền ai hay đọt bầu chia tới nhưng cái này đạp tới cú ơi sùng quỷ cha anh nâng đời xa ở bên dây pi đám chưa với việc ở sơ miền tực sào chứ được cá khoa tực miền này thật khoa phiệp có cả đại phiệp khoa phiệp thì chạy thì chung khoa phiệp sna rồi viện mà đài nâng cô nâng nó vì thứ mấy chứ dân miền cam cho mùi khía màu nơi cho mùi khía về thời ta sạp cho tụi mẹ tụi nó đòi chất mê tá tiền bụng mà đái thầm đá bụng đái sẽ lành cô này phẳng nâng tầm bay cô này vậy sao chỉ thay làng mình mẹ đã tục hợp bụng mà đái thì vấn đề có thể tầm miền P vừa lìa cục quản xóm rùm nà mùi đậm bay cô này bởi mình chẳng lấy cô ai khôi khờ sẹp cục mật kho việc miền bị bắt không plei chật bía vì ở miền phiêu có đại được không cú sát vì từ rô nè càng khéo chỉ mật chỉ phẹ vây bài cái này nó hai tờ rô mình tới từ châu khử nhiên phật si châu crom bạ bụi tớ và nó thun á hai miền tra hơn miền tèn ở xa hưởng nằng chẳng cả cục rong sạp cho tụi nhẹ tụm nông mưa khóc từ chỉ vật nâng sẽ tệ ròm bà cô nâng chỉ cái càng nghe chạm bách hay cốn mà phần này thì có thời tại miền ca bị trà ná tha bụng bà đài phẳng tầng ớt nâng tôi chỉ bà nơi hot chư chia tầng ớt nâng cứ đầm bầy dương nâng ai cũng ơi dương miền ca chạp cũng học ôi mai không chạy mai không cho mà anh mình xong thưa mày nhom tê mưa mày kia là o chiên mà ai chẳng à cao ai chừng như priệp thiệp nâng nom ở miền bị bạt tầng khuôn ái miền bị bạt tầng khăn cù xa ta mày kia chăm khôn kia mày dương chăm dương hay cọt bàn bằng cao dương mau bọc bạ bọc bần hay cọt bàn chân ai pe vừa lia cầm lăng cai cầm lăng chất thải toam dương nâng với chia mà ha cả là đi côn cua thoành cùng ở côn quạt ở bị chết bị tháo nhiều con nào tháo tiếp nực hơi nhà tu còn là mình càng muối ở tây tạ phe gì về thì này từ đây Ronald Reagan Nancy Reagan mặt đài quát chia tu sầm đại ròm chia riêng nơi lời cha chẳng ở hiện giờ cô nơi chỉ muối tục cô nâng tục Nancy nâng ở nơi từ chỉ muối mặt đài mi chẳng tới tê mà cha nam mà màu mưa cồn mà đòn bị đòn ấy chăng vấn đề thực chất bỏ cồn này bà tôi chỉ mà đại tới cháu chẳng vấn là không chất nực sờ lạnh mà đại thảo mà tới có đầm bay nhom đại chẳng xong bay thật pe về liền mình sẽ miên cục khoản dùm hẹp cồn nó vấn là nơi tép sầm đại cả đằng cồn trong buôn mà đại về trong cái là phép an rừng bà quạt tới nực hơi cù ao chế đẹp thà dây pi thực chất cái tài nhu cái tại vì thì ta thoát bà tu bay chi mà đài mình bàn nơi mưa thải to nhà nừng mà đài mình hay luôn anh từ ròm từ riêng nừng cả đời chẳng tiền tập với tầm nhẹ tầm nồng lõ pe và lia chân này cho mùi khía cả cho chơi bị phía xa có cả đà lên tại này ta nói rùm khía này nòm con trai ở đài nữa không phơi thử không phơi thò màu vọt màu và ấy chẳng chia cà sạp chọp tụm nhẹ tụm nồng sạch chiêm men ten chẳng dừng chạy chẳng trọp sầm bát chạy với chạy tiếng chấm này đắng hay chạy tiếng côn ở thò anh đang từ côn bàn sạch đây sọc sạch đây chấm ra không chỉ biết
អនុមោទនា